តែអ្នកគ្នាយល់ពាក្យថាទឹកចិត្តអត់ហ្នឹងហើយស្រាប់ពាក្យនេះដែរទឹកចិត្តកាលពីសម័យដើមសម័យមុនទឹកចិត្តមានគេចង់និយាយអំពីសកម្មភាពក្នុងការជួយដែលចេញពីចិត្តអីចឹងទៅការធ្វើដែលចេញពីចិត្តជួយចេញពីចិត្តអីចឹងទៅឧទាហរណ៍ថាអូខេមានការងារធ្វើផ្ទះនៅតាមភូមិយើងគេទៅជួយគ្នាធ្វើផ្ទះអីចឹងអ្នកគេហៅអ្នកភូមិទៅជួយធ្វើផ្ទះចឹងទៅអាហ្នឹងគេហៅទឹកចិត្តក្នុងការជួយដូចជាមានអ៊ំចាស់ឆ្លងផ្លូវឬយើងឃើញអ៊ំគាត់ចាស់ឆ្លងផ្លូវទៅយើងទៅដើរដឹកដៃគាត់ឆ្លងផ្លូវទៅអាហ្នឹងគេហៅទឹកចិត្តក្នុងការជួយដែរហ្នឹងអាហ្នឹងសកម្មភាពទាំងអស់ហ្នឹងគេហៅថាទឹកចិត្តហ្នឹងហើយប៉ុន្តែសម័យឥឡូវនេះទឹកចិត្តមានន័យថាម៉េចយើងមកមើលនៅពេលដែលយើងទៅញ៉ាំអាហារនៅហៅដ្ឋាននេះមួយហ្នឹងទៅដល់ពេលយើងចេញមកវិញអ្នកស្រីម៉ូតូស្រីឡានក៏ស្រីម៉ូតូស្រីឡានឲ្យយើងដល់ពេលយើងអត់ឲ្យលុយធីបទៅអ្នកស្រីឡានស្រីម៉ូតូហ្នឹងវាទៅជាយើងអត់មានទឹកចិត្តយល់អត់ទៅយើងអត់មានទឹកចិត្តមួយទៀតអានេះអត់ទឹកចិត្តមួយណាមួយទៀតនៅពេលដែលគេអញ្ជើញយើងការយើងអត់បានទៅទេហើយយើងក៏អត់បានផ្ញើលុយទៅឲ្យដែរដល់ពេលហ្នឹងទៅគេថាយើងអត់ទឹកចិត្តអញ្ចឹងសរុបមកវិញគឺទឹកចិត្តសម័យបច្ចុប្បន្នគឺពាក់ព័ន្ធនឹងលុយទឹកចិត្តគឺលុយយល់អត់ទឹកចិត្តអត់មានប្រើចិត្តទេអត់មានប្រើសកម្មភាពដើម្បីធ្វើទេគឺលុយគេនិយាយថាអត់ទឹកចិត្តមានថាយើងអត់លុយឲ្យគេនឹងឯងគេថាអត់ទឹកចិត្តខ្ញុំអត់យល់ថាក្នុងការអញ្ជើញភ្ញៀវទៅការគឺគោលបំណងចង់ឲ្យមានវត្តមាននៅមង្គលការឬក៏គ្រាន់តែចង់បានលុយយល់អត់ខ្ញុំអត់ដឹងអត់យល់ដែរក្នុងន័យហ្នឹងខ្ញុំថាអ្នកនឹងគេគិតថាម៉េចទេហ្នឹងហើយក្នុងន័យនេះដែរន័យរបស់ពាក្យថាទឹកចិត្តវាអត់បានផ្លាស់ប្ដូរទេប៉ុន្តែវាគ្រាន់តែបន្ថែមលុយមកលើនឹងការជួយចេញពីចិត្តក៏សកម្មភាពចេញពីចិត្តនឹងវានៅតែមានហ្នឹងគេហៅថាទឹកចិត្តដូចគ្នាប៉ុន្តែវាគ្រាន់តែបន្ថែមមកទៀតទាក់ទងជាមួយនឹងរឿងលុយហ្នឹងអញ្ចឹងហើយអាពាក្យទឹកចិត្តនេះឥឡូវវានៃវាទៅជាពាក្យប៉ុននឹងលុយជាធំមកដែរយល់អត់អញ្ចឹងហើយអ្នកឯងសាក់យកទៅគិតមើលខ្លួនឯងទៅថាទាក់ទងអីដែរអារឿងទឹកចិត្តហើយនឹងអត់ទឹកចិត្តហ្នឹងខ្ញុំក៏យល់ដែរហេតុអីមិនត្រូវយករឿងទឹកចិត្តហ្នឹងមកពាក្យប៉ុនជាមួយលុយ